តែអ្នកទាំងអស់គ្នានៅចាំសំណុំរឿងឃាតកម្មដែលសម្លាប់គូដណ្ដឹងមួយគូនិងរងរបួស2នាក់ទៀតដែលបង្កឡើងដោយអតីតអុកញ៉ាស្រីស៊ីណានោះនៅតែពុំទាន់ទទួលបានសំណងនៅឡើយទេខណៈដែលម្ដាយជនរងគ្រោះកំពុងតែតតាំងជាមួយនឹងជំងឺប្រចាំកាយមហារីកដំណាក់កាលទី3និងជំងឺផ្លូវចិត្តម្ដាយជនរងគ្រោះលោកឡុងលីសុងបានប្រាប់ Kerry Post ថាលោកស្រីនិងគ្រួសារជនរងគ្រោះដទៃទៀតពុំទាន់ទទួលបានសំណងពីរឿងក្តីនេះឡើយខ្ញុំអត់ហ៊ាននិយាយដែរព្រោះតើការគេមាននីតិវិធីរបស់គេចឹងណាខ្ញុំមិនសូវយល់ដែរណាលោកស្រីដែលមានជំងឺប្រចាំកាយជាមហារីកនៅដំណាក់កាលទី3ស្រាប់ទៅហើយក៏កំពុងតែប្រឈមមុខជាមួយនឹងជំងឺបញ្ហាផ្លូវចិត្តបន្ទាប់ពីលោកស្រីបានបាត់បង់កូនប្រុសរបស់គាត់ដែលជាមេគ្រួសារជាអ្នកផ្គត់ផ្គង់ជីវភាពគ្រួសារនិងក៏ជាកូនប្រុសម្នាក់ដែលតែលើកទឹកចិត្តឲ្យលោកស្រីនៅក្នុងការតតាំងប្រយុទ្ធជាមួយនឹងជំងឺមហារីកហើយលោកស្រីបានបញ្ជាក់ថាដូច្នេះសំណងគឺពិតជាសំខាន់ណាស់សម្រាប់លោកស្រីនៅក្នុងការស្ដារជីវភាពនិងការដែលទទួលបានយុត្តិធម៌គឺខ្លួនឯងចឹងទៅហើយយើងក៏ស្រាយអារម្មណ៍ថាកូនយើងស្លាប់ទៅគាត់បានសំណងបានអីចឹងណាសំខាន់ពេទ្យគឺថាឲ្យយើងសប្បាយចិត្តសុំនៅរស់គាត់ប្រាប់ថាចាំឲ្យខ្ញុំដើរលេងបរទេសដល់ពេលគាត់ស្លាប់ទៅអ្វីក៏ប្រែប្រួលទៅទាំងអស់លោកកិច្ចតិចដែលជាមេធាវីនៅក្នុងសំណុំរឿងនេះបានប្រាប់ Kerry Post ថានៅពេលដែលសាលក្រមឬដីការបស់តុលាការក្លាយជាស្ថាពរភាគីឈ្នះត្រូវស្នើសុំឲ្យតុលាការអនុវត្តសេចក្តីសម្រេចពេលវេលាកំណត់អាស្រ័យទៅលើអាជ្ញាធរពាក់ព័ន្ធនិងការសម្រេចរបស់តុលាការសូមជម្រាបថាហេតុការណ៍ឃាតកម្មនេះកើតឡើងកាលពីខែមិថុនាឆ្នាំ2024ដែលបណ្ដាលឲ្យគូដណ្ដឹង2នាក់បានបាត់បង់ជីវិតនិងរងរបួសធ្ងន់2នាក់ទៀតហើយតុលាការបានកាត់ក្តីឲ្យជនល្មើសជាប់ពន្ធនាគាររយៈពេល31ឆ្នាំនិងសរុបសំណងជិត$3 លាន